សម្ដេចតេប្របណ្ឌិតប៊ុនរ៉ានីនសែនប្រធានកាកបាទក្រហមកម្ពុជានៅថ្ងៃទី6ខែឧសភាឆ្នាំ2026នេះបានបន្តចាត់ក្រុមការងារទីស្នាក់ការកណ្ដាលដឹកនាំដោយអាដាមយូឡាណាអគ្គលេខាធិការរងទី2កាកបាទក្រហមកម្ពុជារួមជាមួយលោកស្រីប៉ៅសេដ្ឋាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺមន្ត្រីប្រតិបត្តិសាខាអនុសាខាយុវជននិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ដែលទទួលបានពីសប្បុរសជនចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន532គ្រួសារមកពី3ឃុំគឺឃុំក្រាំងអំពិលឃុំទំព័រមាសនិងឃុំខ្ទុំក្រាំងនៃស្រុកសំរោងទងដែលពិធីនេះរៀបចំឡើងនៅវត្តអង្គចំណោមមានជ័យស្ថិតនៅក្នុងភូមិច្រកបានសុខឃុំខ្ទុំក្រាំងស្រុកសំរោងទងខេត្តកំពង់ស្ពឺសកម្មភាពនេះបានបង្ហាញឲ្យឃើញកាន់តែច្បាស់ថាទោះបីជាកាកបាទក្រហមកម្ពុជាដែលមានសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាព្រះប្រធានកិត្តិយសនិងសម្ដេចកតេប្របណ្ឌិតប៊ុនរ៉ានីនសែនជាប្រធានកំពុងមានញឹកធ្វើយុទ្ធនាការរកមូលនិធិក្នុងឱកាសទិវា8សភាដើម្បីមានធនធានគ្រប់គ្រាន់សម្រាប់បន្តពេលសកម្មមនុស្សធម៌កកាកបាទក្រហមកម្ពុជានៅតែតម្កល់ការកិត្តគូយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុតលោកមុតផនប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសំរោងទងបានឲ្យដឹងថាអំណោយមនុស្សធម៌ផ្ដល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន532គ្រួសារនាឱកាសនេះគឺបានផ្ដល់នូវសារៈសំខាន់យ៉ាងចាំបាច់ក្នុងការរួមចំណែកជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃដែលនេះជាសក្ខីភាពបញ្ជាក់ពីការកិត្តគូនិងក្តីស្រឡាញ់អាណិតអាសូរពីសំណាក់ថ្នាក់ដឹកនាំក្រុមដំណាប់ថ្នាក់ចំពោះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតមិនថាទីជិតទីឆ្ងាយជាគណៈកម្មការសាខាកាកបាទក្រហមជាតិខេត្តកំពង់ស្ពឺអស់លោកស្រីប្រតិភូអង្គដំណើរមានមតិសនេសនាក្នុងពិធីនោះអាយដាមយូឡាណាកែលេខាធិការរងទី2កាកបាទក្រហមកម្ពុជាបានមានប្រសាសន៍ថាកាកបាទក្រហមកម្ពុជាដែលមានសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាព្រះប្រធានកិត្តិយសនិងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចកតេប្របណ្ឌិតប៊ុនរ៉ានីនសែនជាប្រធានតែងតែយកចិត្តទុកដាក់កិត្តគូនិងជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតដែលមានដូចជាចាស់ជរាឥតទីពឹងស្ត្រីមេម៉ាយមានកូនច្រើនពិបាកក្នុងការចិញ្ចឹមជីវិតជនមានពិការភាពកុមារកំព្រានិងគ្រួសារអ្នកផ្ទុកមេរោគអេដស៍ជាដើមឡាជាមួយគ្នានេះឯកឧត្តមក៏បាននាំមកការផ្ដាំផ្ញើសួរសុខទុក្ខក្តីនឹករលឹកពីសម្ដេចកតេប្របណ្ឌិតប៊ុនរ៉ានីនហ៊ុនសែនដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុតជាក់ស្ដែងការចែកអំណោយដោយក្នុងពេលនេះធ្វើឡើងតាមរយៈការចាត់តាំងពីសម្ដេចកតេប្របណ្ឌិតដែលនេះបានបង្ហាញពីក្តីមេត្តាករុណារបស់សម្ដេចកតេប្របណ្ឌិតប៊ុនរ៉ានីនហ៊ុនសែនដូច្នេះទន្ទឹមនឹងទទួលបានការជួយកិត្តគូលើផ្នែកជីវភាពដល់បងប្អូនប្រជាពលរដ្ឋតាមរយៈឯកឧត្តមក៏បាននាំនៅប្រសាសន៍របស់សម្ដេចកតេប្របណ្ឌិតប៊ុនរ៉ានីនសែនដែលផ្ដាំផ្ញើសូមឲ្យបងប្អូនប្រជាជនទាំងអស់បង្កើនការយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានល្អដោយត្រូវផ្លាស់ប្ដូរឥរិយាបថក្នុងការរស់នៅនិងការហូបចុកគឺត្រូវរស់នៅស្អាតជានិច្ចមានអនាម័យពិសាទឹកឆ្អិនឲ្យបានច្រើននិងត្រូវស្រឡាញ់ខ្លួនឲ្យស្ងួនចំណីដើម្បីជៀសផុតពីជំងឺមិនឆ្លងសំខាន់ចំនួន4ដូចជាជំងឺទឹកនោមផ្អែមជំងឺបេះដូងសរសៃឈាមជំងឺមហារីកនិងជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃដែលកំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅនាពេលបច្ចុប្បន្នតាមរយៈការបរិភោគមិនបានត្រឹមត្រូវដូចជាផ្អែមពេកប្រៃពេកខ្លាញ់ពេកអាហារកំប៉ុងច្រើនពេកការផឹកគ្រឿងស្រវឹងនិងការជួបបារីឡាក់ដោយឡែកស្ត្រីជាមេដាវិញក្នុងនាមជាអេសជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍និងការអភិវឌ្ឍនៅកម្ពុជានិងជាអេសជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រីនិងកុមារអ្វីដែលសម្ដេចកតេប្របណ្ឌិតចង់បាននោះគឺសូមស្ត្រីជាមេដាទាំងអស់បង្កើនការយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានល្អទាំងសុខភាពផ្លូវចិត្តនិងផ្លូវកាយដូចជាបើទោះបីជាសម្រាប់កូនរួចក៏ដោយក៏សូមបន្តទៅពិនិត្យសុខភាពទាំងម្ដាយនិងទារកពិសេសយកទារកទៅទទួលថ្នាំបង្ការជំងឺ11មុខតាមការកំណត់របស់គ្រូពេទ្យចំពោះស្ត្រីមានផ្ទៃពោះសូមទៅពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់តាមការណាត់របស់ក្រុមគ្រូពេទ្យគឺយ៉ាងតិចណាស់ឲ្យបាន4ដងមុនពេលសម្រាលហើយពេលសម្រាលត្រូវទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលមានក្រុមគ្រូពេទ្យមានវិជ្ជាជីវៈត្រឹមត្រូវដើម្បីសុខភាពល្អនិងសុវត្ថិភាពទាំងម្ដាយនិងកូនក្នុងផ្ទៃជាផុតពីគ្រោះថ្នាក់ជាយថាហេតុផ្សេងនិងការចម្លងជំងឺពីម្ដាយទៅកូនជាពិសេសជំងឺអេដស៍ទាក់ទងទៅនឹងជំងឺអេ
អេឌីដែរក៏ត្រូវសូមបន្តផ្សព្វផ្សាយឲ្យបានទូលំទូលាយដើម្បីរួមគ្នាបង្ការការរីករាលដាលនៃមេរោគអេដទៅក្នុងសហគមន៍ជាពិសេសក្នុងចំណោមយុវជននិងប្រជាជនគន្លឹះស្របគ្នានេះដែររដូវភ្លៀងចិត្តចូលមកដល់សូមប្រជាជនទាំងអស់ពេលគេងត្រូវគេងក្នុងមុងជាប្រចាំដើម្បីការពារពីជំងឺគ្រុនចាញ់និងគ្រុនឈាមព្រោះមុងមាននៅក្នុងកញ្ចប់ឃីតនៃអំណោយមនុស្សធម៌ដែលចែកជូននេះស្រាប់ភ្ជាប់ជាមួយនឹងការបង្ការនេះដែរក៏សូមកុំឲ្យមានទឹកដក់ក្នុងសម្បកកង់ឡានកង់ម៉ូតូសម្បកដូងសម្បកកំប៉ុងដែលជាជំរកមូសខ្លាប្រភពចម្លងជំងឺគ្រុនឈាមដ៏សំខាន់ទន្ទឹមនេះក៏សូមសម្អាតបរិស្ថានក្នុងផ្ទះជុំវិញផ្ទះឲ្យបានស្អាតត្រូវទុកដាក់សម្រាមឲ្យបានត្រឹមត្រូវជាពិសេសកាកសំណល់ផ្លាស្ទិកហើយកុំដុតសម្រាមដែលជាផ្លាស្ទិកព្រោះថាផ្សៃរបស់វាបណ្ដាលឲ្យប៉ះពាល់ទៅដល់សុខភាពរបស់យើងបន្ថែមពីនេះឯកឧត្តមក៏អំពាវនាវដល់យុវជនឲ្យជៀសឆ្ងាយពីគ្រឿងញៀននិងបារីអេឡិចត្រូនិកហើយមើលអានឹងកូនតូចខ្លះមែនលើដៃមែន ប្រជាពលរដ្ឋបានទទួលអំណោយកាកបាទក្រហមកម្ពុជាបង្ហាញអារម្មណ៍សប្បាយរីករាយដែលកាកបាទក្រហមកម្ពុជាចែកអំណោយចំគោលដៅនិងចំពេលវេលានិងបានគោរពថ្លែងអំណរគុណនិងជូនពរសម្ដេចគតិប្រមនិតប៊ុនរ៉ានីនសែនសូមមានសុខភាពល្អបរិបូរណ៍កម្លាំងមាំមួននិងជំនាញយុយឺនយូរដើម្បីបន្តផ្ដល់ភាពកក់ក្ដៅនិងក្តីសង្ឃឹមដល់ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុតជាដរាបតរៀងទៅអំណោយកាកបាទក្រហមកម្ពុជាដែលបានចែកជូនប្រជាពលរដ្ឋចំនួន532គ្រួសារនៅពេលនេះក្នុងមួយគ្រួសារទទួលបានអង្ករ30គីឡូក្រាមមី1កែត្រីខ1យួរទឹកស៊ីអ៊ីវ1យួរប្រេងឆា1ដបនិងឃីត1កញ្ចប់ក្នុងនោះមានសារ៉ុងក្រមាមុងភួយដោយឡែកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺបានឧបត្ថម្ភបន្ថែមក្នុងមួយគ្រួសារទទួលបានថវិកា 20000 រៀលសកម្មភាពឆ្លើយតបនឹងតម្រូវការចាំបាច់ក្នុងការជួយសម្រាលជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរងគ្រោះបំផុតនៅពេលនេះជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ថាសម្ភារៈស្បៀងនិងថវិកាដែលទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋានជាពិសេសក្នុងឱកាសទិវាពិភពលោកកាកបាទក្រហមនិងអធិច័ន្ទក្រហម8សុភាគឺបានទៅដល់ដៃជនងាយរងគ្រោះបំផុតនិងអ្នកដែលត្រូវការឲ្យកាកបាទក្រហមកម្ពុជាជួយជាចាំបាច់ដូច្នេះក្នុងឱកាសទិវា8សុភាឆ្នាំ2026ក្រមមូលបត្របន្តរួមកម្លាំងគ្នាដើម្បីមនុស្សធម៌កាកបាទក្រហមកម្ពុជាបន្តអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋានសូមចូលរួមបរិច្ចាគនៅធនធាននិងថវិកាតាមសទ្ធាជ្រះថ្លានិងតាមការស្ម័គ្រចិត្តដើម្បីកាកបាទក្រហមកម្ពុជាមានមូលនិធិសម្រាប់បន្តបេសកកម្មមនុស្សធម៌ព្រោះថាការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌តាមរយៈកាកបាទក្រហមកម្ពុជាគឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែកដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយនឹងអ្នកទទួលផលជាក់ស្ដែងសូមបញ្ជាក់ផងដែរថាមុនពិធីសម្ដែងសម្ដាននិងចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតនេះគឺគណៈប្រតិភូបានប្រគេនទេយ្យវត្ថុនិងបច្ច័យមួយចំនួនដល់ព្រះសង្ឃគង់នៅវត្តអង្គចំណោមមានជ័យផងដែរ